ចានៅក្នុងវីដេអូនេះយើងនឹងបន្តចូលចំណុចអក្សរ F spelling ចឹងពាក្យហ្នឹងគឺយើងអានថា spelling ដែល spelling ហ្នឹងគឺមានន័យថាការប្រកបឥឡូវយើងមើល clear ខាងក្រោមគេដាក់ថា practice with your partner ពាក្យទី1យើងអានថា practice ហ្នឹងគឺយើងប្រែថាអនុវត្តចឹងដោយសារទៅអានេះអ្នកគ្រូប្រែរៀងខិតប៉ុណ្ណេះចា practice នេះយើងប្រែថាអនុវត្តពាក្យទី2អានថា with នឹងប្រែថាជាមួយពាក្យទី3យើងអានថា your ប្រែថារបស់អ្នកពាក្យចុងក្រោយអានថា partner យើងប្រែថាដៃគូអញ្ចឹងប្រែជារួមគឺអនុវត្តជាមួយដៃគូរបស់អ្នកតោះឥឡូវយើងចាប់ផ្ដើមមើលការសន្ទនារវាងកុមារីនិងកុមារាគាត់បាននិយាយថា is this a book ឥឡូវយើងមកប្រែមកពាក្យសិនមុនពេលយើងប្រែជារួមអញ្ចឹងពាក្យនេះអានថា is ហ្នឹងគឺយើងប្រែថាគឺជាចំណែកពាក្យទី2អានថា this ហ្នឹងគឺយើងប្រែថានេះដល់ពេលអក្សរ a នេះយើងអានថាប្រែថាមួយពាក្យចុងក្រោយអានថា book ប្រែថាសៀវភៅអញ្ចឹងយើងមើលប្រយោគនេះគឺជាប្រយោគសំណួរយើងឃើញមានសញ្ញាសួរអញ្ចឹងវាជាប្រយោគសំណួរ is this a book អញ្ចឹងប្រែថាម៉េចអញ្ចឹងប្រែថាតើនេះគឺជាសៀវភៅមួយមែនទេតើនេះជាសៀវភៅមួយក្បាលមែនទេចាអញ្ចឹងគឺយើងប្រែបែបហ្នឹងតើនេះជាសៀវភៅមួយក្បាលមែនទេចឹង is ហ្នឹងគឺជាប្រយោគសំណួរដែលសួរថាមែនឬក៏មិនមែនណាចាចម្លើយគឺមាន yes ហើយនិង no បើសិនជា what គឺជាប្រយោគសំណួរដែលសួរច្បាស់លាស់ថាសួរពីអីចឹងចម្លើយគឺមិនមែនមានតែ yes no អត់មាន yes no អីគឺឆ្លើយចម្លើយអំពីចាវត្ថុឬក៏អ្វីមួយចឹងទៅចាខុសពី is នេះគឺជាប្រយោគសំណួរដែលសួរមានចម្លើយ yes ហើយនិង no ចឹងគេសួរថា is this a book តើនេះគឺជាសៀវភៅចាតើនេះជាសៀវភៅមួយក្បាលមែនទេអញ្ចឹងខាងប្រុសខាងកុមារាគាត់បានឆ្លើយថា yes it is yes នឹងប្រែថាបាទពាក្យទី2អានថា it ប្រែថាវាពាក្យទី3អានថា is ប្រែថាគឺជាចឹងប្រែឲ្យត្រង់យើងប្រែថាបាទវាគឺជាអីគឺជាអ្វីដែលគេសួរនឹងឬបើយើងប្រែឲ្យស្រួលស្ដាប់យើងប្រែថាបាទវាគឺជាសៀវភៅមួយក្បាលអូខេយើងអាចប្រែខាងក្រោមក៏បានខាងលើក៏បានសំខាន់ឲ្យតែយើងយល់ន័យចឹងវាឆ្លើយថាអានឹងមែនហើយគេសួរថាអានឹងមែនអត់ចម្លើយ yes it is ហ្នឹងវាជាអានឹងមែនបើសួរពីសៀវភៅមែនសួរពីប៊ិចជាប៊ិចមែនបន្ទាប់មកខាងកុមារីហ្នឹងគឺគាត់បាននិយាយថា please spell it អញ្ចឹងពាក្យទី1អានថា please ហ្នឹងយើងប្រែថាសូមឬក៏សូមមេត្តាជាពាក្យគូសមពាក្យ please ហ្នឹងណាពាក្យទី2 spell ហ្នឹងប្រកប please spell សូមមេត្តាប្រកបហើយចំណែកពាក្យទី3អានថា it នេះយើងដឹងហើយប្រែថាវាអញ្ចឹងប្រែជារួមសូមមេត្តាប្រកបវាចា please spell it សូមមេត្តាប្រកបវាអ
ចឹងខាងកុមារានេះគាត់ក៏បានប្រកបឲ្យពាក្យ book នឹងឲ្យស្ដាប់ថា BOOK ចឹងគឺមានន័យថាពាក្យ book នឹងគឺប្រកបថាប្រកបដោយអក្សរ BOOK ចឹងគេអត់និយាយអីវែងឆ្ងាយទេគេថាសូមប្រកបវាចឹងគេប្រកបតែម្ដង BOOK ចានេះគឺជាអក្ខរក្រមឬក៏ជាអក្សរចាដូចខ្មែរយើងកស្រអាតបន្តអីចឹងវាដូចគ្នាតែនេះគ្រាន់ថានេះវាជាទូព្យញ្ជនៈនិងស្រៈភាសាអង់គ្លេសអញ្ចឹងនៅក្នុងចំណុច F spelling ចាក៏មានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត